បាទរបៀបរក្សាអត្ថបទទុកនៅក្នុង local disk D ដើម្បីរក្សាទុកថ្ងៃក្រោយយើងយកមកប្រើប្រាស់ម្ដងទៀតបាទអញ្ចឹងអត្ថបទនេះខ្ញុំបានវាយរៀបចំរួចរាល់ស្អាតហើយអញ្ចឹងខ្ញុំត្រូវតែរក្សាអត្ថបទនេះទុកប្រើប្រាស់នៅពេលក្រោយទៀតអញ្ចឹងរបៀបរក្សាទុកគឺយើងคลิก file tab បន្តមកទៀតយើងคลิกទៅលើ save as បាទតទៅទៀតคลิกទៅលើ browse បាទអញ្ចឹងកន្លែងនេះ scroll bar យើងចុច scroll bar ទាញមកក្រោមមករួចហើយយើងคลิกទៅលើ local disk D បានន័យថា drive D ត្រង់ file name ក្នុង block file name នេះគឺយើងត្រូវបំពេញឈ្មោះនៅអត្ថបទរបស់យើងតើអត្ថបទយើងអំពីអ្វីអញ្ចឹងអត្ថបទដែលវាយមិញនេះរៀបចំមិញនេះគឺជាកិច្ចសន្យាបាទអញ្ចឹងខ្ញុំដាក់ថាកិច្ចសន្យាបាទកិច្ចសន្យាបាទតទៅទៀតយើងវាយឈ្មោះចំណងជើងរួចហើយយើងคลิกទៅលើ save ប៊ូតុងបាទអញ្ចឹងអត្ថបទយើងមានឈ្មោះខាងលើនេះពេលដែលយើងដាក់ឈ្មោះអ្វីគឺចេញឈ្មោះជា title នៅខាងលើនេះបាទឈ្មោះកិច្ចសន្យាបាទអញ្ចឹងដើម្បីឲ្យជាក់លាក់ថាអត្ថបទយើងបានរក្សាទុកនៅក្នុង drive D ពិតប្រាកដដែរឬទេអញ្ចឹងយើងចូលសាកមើល click file click open ហើយ click browse ហើយយើងចូលមើលនៅក្នុង local disk D នេះ local disk D ទាញ scroll bar រមើលមកតើឃើញនៅអត់បាទនេះគឺបានន័យថាឯកសាររបស់យើងគឺស្ថិតនៅក្នុង local disk D ឲ្យបានចង់បើកវាចុចចំវាមក click open បាទពេលនោះឯកសារយើងគឺចេញមកហើយបាទ